នៅពេលដែលបងប្រើប្រាស់ក្បាលម៉ាស៊ីនស៊េរីចាស់គឺនៅពេលដែលបង record ជា continue ហើយនៅពេលដែលបង playback វិញគឺជាទូទៅវានឹង load ចេញជាម៉ោងគេហៅថា thumbnail នៅខាងក្រោមបែបនេះប៉ុន្តែ thumbnail បែបនេះបងពិបាកក្នុងការទៅ search រកមើលថាតើជាងអធិស្ឋានបងកាន់ឲ្យបងឃើញ slide អូន បងអត់ឃើញបងអត់ឃើញ slide មែនទេបងអត់ឃើញទាំងអស់គ្នាបងខ្ញុំអត់ឃើញដែរឯងអញ្ចឹងបងឥឡូវឃើញហើយបងឃើញ អានេះបានឃើញអញ្ចឹងខ្ញុំសូមសាកដាវវិញបន្តិចមាតិកាថ្ងៃហ្នឹងខ្ញុំនឹងបង្ហាញ5ចំណុចទី1តាក់ទងទៅនឹងចំណុចពិបាកនៃការ search វីដេអូឬក៏ playback វីដេអូនៅក្នុង NVR ឬក៏ក្បាលម៉ាស៊ីនស៊េរីចាស់ទី2ខ្ញុំនឹងបង្ហាញបងតាក់ទងនឹងវីដេអូ search solution តើតាក់ទងនឹងការ playback ឬក៏ search រកព័ត៌មានតាក់ទងនឹង playback ហ្នឹងយើងមាន solution អីគេខ្លះដើម្បីជួយសម្រួលដល់ការស្វែងរករបស់បងនៅក្នុង playback ទី3ខ្ញុំនឹងបង្ហាញតាក់ទងនឹង highlight តាក់ទងនឹងវីដេអូតាក់ទងនឹងរូបភាពមួយចំនួនដើម្បីឲ្យបងនិយាយស្រួលយល់ទី5គឺតាក់ទងនឹង product list តើខាងខ្ញុំមាន model ឬក៏ក្បាលម៉ាស៊ីន model អីគេខ្លះដែល support មុខងារទាំងអស់ហ្នឹងហើយនឹងទី5តាក់ទងទៅនឹងមុខងារឬក៏ទីតាំងដែលបងតឡើងកាមេរ៉ាហ្នឹងតើទីតាំងប្រភេទណាយើងគួរតឡើងកាមេរ៉ាប្រភេទអីហើយនឹងក្បាលម៉ាស៊ីនប្រភេទអីបាទហើយចំនួនកាមេរ៉ាប្រហែលគ្រាប់អីជាដើមហ្នឹងទៅបាទអញ្ចឹងចំណុចទី1ខ្ញុំនឹងបង្ហាញតាក់ទងនឹងគុណវិបត្តិបន្តិចតាក់ទងនឹងប្រភេទក្បាលម៉ាស៊ីនស៊េរីចាស់ដូចបងបានដឹងហើយថាបើយើង record ជា continue ពេលដែលយើង playback មកគឺយើងត្រូវ playback កន្លែង thumbnail នេះយើងមើលអត់ឃើញថាកន្លែងណានៅពេលដែលមានមនុស្សចូលកន្លែងណានៅពេលដែលមានឡានចូលឯងគឺយើងត្រូវការ track មើលគ្រប់នាទីអញ្ចឹងឧទាហរណ៍ថាបងចង់បានមើលពេលណាដែលមានមនុស្សដើរកាត់បងអត់ដឹងថាពេលណាបងត្រូវធ្វើការ playback ដាក់ speed ឬក៏ដាក់អីហ្នឹងទៅតម្រាំទៅដល់ពេលដែលមានមនុស្សចូលហ្នឹងបងត្រូវការចំណាយពេលយូរអញ្ចឹងវាខាតពេលបងក្នុងការស្វែងរកព័ត៌មានហ្នឹងបាទហើយបើបង playback ជាលក្ខណៈ search រកមនុស្សឬក៏រថយន្តពេលដែលចូលមកគឺបង search រកគាត់ឃើញហើយប៉ុន្តែបងពិបាក search រកមុខគាត់នៅក្នុង library ថាតើម្នាក់ហ្នឹងនៅពេលដែលគាត់ចូលមកម៉ោងប៉ុណ្នេះតើគាត់មានដែលធ្លាប់ចូលមកក្នុងដើរកាត់ទីតាំងឬក៏មាន record គាត់នៅក្នុងក្បាលម៉ាស៊ីនយើងពីមុនមកដែរអត់ទេហើយមានរូបណាផ្សេងក្រៅពីរូបដែលពេលដែលគាត់ដើរចូលនឹងអត់អញ្ចឹងអ្វីដែលទាំងអស់ហ្នឹងគឺជាបញ្ហាហើយបច្ចុប្បន្ននេះគឺ Hikvision បានមាន solution មួយដើម្បីធ្វើការដោះស្រាយបញ្ហាទាំងអស់ហ្នឹងគឺគេហៅថា faster and smarter video search បាទអញ្ចឹងនៅលើប្រភេទនេះយើងបែងចែកបាទជា3ទី1គឺតកតនឹង smart search បាទតកតទៅនឹង smart search នេះគឺទី1នៅពេលដែលបងធ្វើការ record បាទជាលក្ខណៈ human ឬក៏ vehicle យើង record ជាលក្ខណៈ event គឺបងអាចធ្វើការ track គេហៅថា draw the rule box in the location where the event happen មានន័យថាបងអាចគូរង្វង់ឬក៏គូ4ជ្រុងនៅកាន់ទីតាំងណាមួយដែលបងចង់ឲ្យវា search អញ្ចឹងវានឹងធ្វើការស្វែងរកថាតើប្រឡោះហ្នឹងមានអីប្រែប្រួលអត់ឧទាហរណ៍ថានៅសុកអត់អីទេតែអត់អត់ឲ្យហើយអធិស្ឋានបងអាចធ្វើការបិទសលេងនេះទៅកុំឲ្យយើងកង់គ្នាទៀតទៀតអត់ឯងហើយទៅទៀតអត់ចូលទៅដល់នេះចឹងឧទាហរណ៍ថាចង់ដឹងថាទីតាំងមួយថាមានមនុស្សធ្លាប់ដើរចូលអត់ហើយបងចង់ដឹងថាមនុស្សធ្លាប់ដើរចូលនឹងនៅក្នុងម៉ោងណាពេលវេលាមួយណាបងអាចធ្វើការគូនៅពេលហ្នឹងភ្លាមតែម្ដងបងអត់ចាំបាច់គូមុនទេមានន័យថាដល់ពេលបងចូល playback search បងយកម៉ៅបងគូនៅលើបន្ទាត់ហ្នឹងហើយវានឹងធ្វើការ search រកហ្មងថាតើទីតាំងដែលបងគូហ្នឹងធ្លាប់មានមនុស្សឬក៏ធ្លាប់មានរថយន្តចូលអត់អញ្ចឹងវានឹងបង្ហាញជា color thumbnail ជូនបងថាតើទីតាំងហ្នឹងធ្លាប់មានមនុស្សចូលឬក៏ធ្លាប់មានឡានចូលមកទីតាំងហ្នឹងនៅក្នុងរយៈពេលថេរវេលាណាមួយបាទថេរវេលាណាមួយអញ្ចឹងអានេះគឺជាគេហៅថា smart search គឺវាងាយស្រួលអញ្ចឹងឧទាហរណ៍ថាបងទុកម៉ូតូអញ្ចឹងបងទុកម៉ូតូសុកស្រាប់តែមានចោលមកលួចដល់ពេលមានចោលមកលួចបងចូលទៅ playback បងចង់ search បងដឹងថាទីតាំងនេះគឺបងទុកម៉ូតូអញ្ចឹងតែមានចោលមកលួចគឺវានឹង detect មនុស្សហើយអញ្ចឹងបងអាចយកម៉ៅបងទៅគូឲ្យកន្លែងដែលបងចតម៉ូតូហ្នឹងទៅវានឹងធ្វើការ search ទៅរកពេលដែលមនុស្សដើរចូលមកយកម៉ូតូហ្នឹងភ្លាមតែម្ដងវាលឿនហើយងាយស្រួលជាងមុនបងអត់ចាំបាច់ទៅ playback ចុច speed ម្ដងតិចឬក៏បងអត់ចាំបាច់ទៅកំណត់ align crossing ឬក៏intrusion detection មុននេះគឺបងអាច
គូភ្លាមភ្លាម search រកភ្លាមភ្លាមបានតែម្ដង លយ បង បាទ ជាមួយ បាទ តែតើហ្នឹងsupport ជាមួយនឹងពួកអាសេរីចាស់ដែរមិនមែន AQHI ឬក៏ AGHI ដែរមិនមែនបង តាក់ទងនឹង model ខ្ញុំនឹងជំរាបជូនបងនៅខាងក្រោយ អូខេ បាទយើងមានជា list model ជូនបងទាំងអស់ហើយបងអាចធ្វើការ short screen ឬក៏ថតរូបតាមទូរស័ព្ទទុកចឹងណាបង បាទឥឡូវខ្ញុំបង្ហាញមុខងារសិនតាក់ទងនឹង model ខ្ញុំនឹងប្រាប់បងក្រោយសំខាន់បងយល់ពីមុខងារដែលខ្ញុំបង្ហាញជូនបងសិនទៅថ្ងៃក្រោយបងត្រូវការមុខងារហ្នឹងបងអាចរើសក្បាលម៉ាស៊ីននឹងបានបាទអញ្ចឹងមុខងារនៅកន្លែងហ្នឹងគឺបែបហ្នឹងគេហៅថា smart search មានន័យថាយើងធ្វើការគូទៅតាមទីតាំងណាមួយដែលយើងចង់ search ហើយទីតាំងហ្នឹងមានមនុស្សឬក៏មានរថយន្តចេញចូលវានឹងធ្វើការ search ទៅរកពេលវេលាឬក៏កន្លែងដែលយើងបានគូហ្នឹងភ្លាមតែម្ដងបាទដូចនៅក្នុងរូបនេះអញ្ចឹងខ្ញុំចង់ដឹងថាតើមានមនុស្សដើរកាត់សាឡុងឬក៏តុកដែលខ្ញុំបានគូនេះអត់យើងគ្រាន់តែគូលើវាមកហើយយើងចុចពាក្យ smart search ទៅវានឹងបង្ហាញជា thumbnail លើនឹងថាទីតាំងហ្នឹងមានមនុស្សធ្លាប់ចូលមកនៅក្នុងពេលវេលានេះបាទវាប្រាប់ជាបាពីជាបាពណ៌ក្រហមបាទជា color ពណ៌ក្រហមនៅកន្លែង playback និងកន្លែង record ហ្នឹងទៅបាទមានបងណាមានចម្ងល់អីទៀតទេបងតាក់ទងនឹង smart search ហ្នឹងតាមពិតអានេះវារបៀបដូចជាយើងគូ intrusion detection គ្រាន់តែថាយើងកំណត់វានៅពេលដែលយើងចូលទៅ playback បាទយើងអត់ចាំបាច់កំណត់វាមុនអញ្ចឹងណាបងមួយទៀតជាងអាហ្នឹងនិយាយទៅលើ NVR កាមេរ៉ាអីក៏បានដែរជាងបាទកាមេរ៉ាអីក៏បានដែរបងបាទចឹងតាក់ទងនឹងមុខងារមួយទៀតយើងហៅថា action បាទយើងហៅថា action អញ្ចឹងមិញយើង smart search ឥឡូវយើងចូល action search ម្ដងឬក៏យើងហៅថា action search បាទអញ្ចឹងកន្លែងនេះគឺនៅពេលដែលមានមនុស្សដើរចូលមកកាន់ទីតាំងហ្នឹងហើយយើងអាចធ្វើការគូរង្វង់នៅលើមនុស្សហ្នឹងហើយចុចពាក្យថា action search វានឹងធ្វើការ search រូបភាពណាដែលដូចមនុស្សហ្នឹងឬក៏ប្រហាក់ប្រហែលមនុស្សហ្នឹងបង្ហាញជូនយើងនៅក្នុងផ្ទាំង NVR playback យើងតែម្ដងអញ្ចឹងឧទាហរណ៍ថាពីមុនមកខ្ញុំធ្លាប់ដើរចូលទីតាំងនឹង5ដងប្រាប់ថ្ងៃបន្ទាប់មកទៀតខ្ញុំចូលទៅមួយសារទៀតខ្ញុំធ្វើការ search រូបខ្លួនឯងហ្នឹងនៅក្នុងហ្នឹងថ្ងៃហ្នឹងវានឹងទៅបង្ហាញរូប5ថ្ងៃមុនឬក៏10ថ្ងៃមុនដែលខ្ញុំដើរចូល5ដងហ្នឹងវានឹងមកបង្ហាញនៅលើនឹងទាំងអស់អញ្ចឹងខ្ញុំបានព័ត៌មានគាត់ធ្លាប់ដើរចូលពីជ្រុងណាពីបែរមុខមិនបែរខ្នងមិនឲ្យមានរូបខ្ញុំគឺវានឹងបង្ហាញនៅលើនឹងទាំងអស់អញ្ចឹងបងអាចមើលព័ត៌មាន detail តាក់ទងនឹងម្នាក់នឹងបានបាទយើងអាច search ទាំងមនុស្សក៏បានយើងអាច search រថយន្តក៏បានអាស្រ័យទៅលើការ search របស់យើងបាទវានឹងឧទាហរណ៍ថារថយន្តពណ៌ក្រហមប្រភេទអីបងចុចលើរថយន្តហ្នឹងទៅគូវាទៅវានឹងទៅ search រករថយន្តដែលមានពណ៌បែបហ្នឹងរាងបែបហ្នឹងមកបង្ហាញឲ្យបងឃើញភ្លាមជាលក្ខណៈរូបភាពបែបនេះតែម្ដងបាទចឹងបងរកបានព័ត៌មានដែលបងចង់បានហ្នឹងគឺលឿនរហ័សជាងមុនងាយស្រួលជាងមុនខ្ញុំនឹងបង្ហាញបងតាក់ទងទៅនឹងវីដេអូ demo បន្តិចទេចាស់សំទោសខ្ញុំចុចខុសកន្លែងដោយបងបានឃើញនៅលើនេះអញ្ចឹងគេមានវីដេអូមួយដែលធ្វើការចាប់យករូបភាពនៅកន្លែងទូតាំងបាទចឹងស្រាប់តែនៅសុកមានអ្នកណាម្នាក់គាត់ដើរទៅយកអីវ៉ាន់ពីកន្លែងទូតាំងនឹងបាត់ចឹងបងប្រហែលជាចង់ដឹងហើយថាអ្នកណាគេគាត់ដើរទៅយកបាទហើយបាត់អារបស់ហ្នឹងទៅចឹងបងអាចចូលមកកន្លែង playback ហើយបង select កាមេរ៉ាដែលនៅចំទីតាំងដែលបងដាក់ capture អារូបភាពកន្លែងទូតាំងហ្នឹងនេះចាស់
ហើយបងចុចរកពាក្យកន្លែងគេដាក់ថា smart search ហើយបងធ្វើការទាញរង្វង់ smart search ហ្នឹងទៅតាមទីតាំងណាមួយដែលបងដាក់អីវ៉ាន់ហ្នឹងដែលបងបាត់អីវ៉ាន់ហ្នឹងចឹងវានឹងលោតចេញជាពណ៌ red bar នៅលើហ្នឹងបង្ហាញជូនបងថាអូទីតាំងកន្លែងហ្នឹងធ្លាប់មានអ្នកណាគេដាក់ចូលខ្លះនៅពេលវេលាណាខ្លះចឹងឲ្យតែមានអ្នកធ្លាប់ដើរកាត់ទីតាំងហ្នឹងវានឹងលោតបង្ហាញជាred bar ហ្នឹងឲ្យយើងដឹងភ្លាមតែម្ដងបងទីតាំងបងនៅដល់ណាដែរបងធ្វើការសេវាតារាងអញ្ចឹងយើងអាចធ្វើការមើលព័ត៌មានស្វែងរកជនសង្ស័យនឹងបានភ្លាមបន្ទាប់ពីបងចុចពាក្យ smart search ហើយបងអាចចុចពាក្យថា active search មានន័យថា search ជាប្រភេទ action បងអាចធ្វើការចុចពាក្យហ្នឹងទៅហើយបងគូរបងនៅលើមនុស្សដែលលួចយកឬក៏យកអីវ៉ាន់ហ្នឹងចេញហើយបងចុចពាក្យ click search target ហ្នឹងទៅវានឹងបង្ហាញមុខគាត់នៅព្រោះអីគាត់ធ្លាប់ដើរកាត់ទីតាំងណាខ្លះធ្លាប់ដើរកាត់កាមេរ៉ាណាខ្លះដែលមាននៅក្នុងក្បាលម៉ាស៊ីនតែមួយហ្នឹងគឺវានឹងបង្ហាញរូបគាត់នឹងមកទាំងអស់តែម្ដងហើយមានលក្ខណៈពិសេសមួយទៀតបងអាចចុចមើលថាតើគាត់ធ្លាប់ដើរកាត់ទីតាំងមួយណាវេលាម៉ោងប្រមាណថ្ងៃទីប្រមាណហើយរូបភាពគាត់ប្រហាក់ប្រហែលនឹងរូបភាពដើមហ្នឹងប្រមាណភាគរយគឺវានឹងប្រាប់នៅក្នុងហ្នឹងហើយនៅពេលដែលបងចុចនៅលើរូបភាពហ្នឹងវានឹងមានជាវីដេអូខ្លីៗជូនបងបន្ថែមទៀតនៅពេលដែលគាត់ដើរកាត់កាមេរ៉ាហ្នឹងប្រហែលនាទីឬក៏ប្រហែល second ហ្នឹងវានឹងមានជាវីដេអូខ្លីៗបង្ហាញជូនបងបន្ថែមពីលើហ្នឹងទៀតដើម្បីឲ្យបងទទួលបានព័ត៌មានកាន់តែច្បាស់បាទចឹងបងមានចំណោទអីទៀតដល់ smart search ហើយនឹង active search ហ្នឹងឯងបងនេះគឺជាមុខងារថ្មីបងប្រហែលជាងាយស្រួលនឹងជួយដល់ការស្វែងរកព័ត៌មានទាក់ទងទៅនឹង record ក្នុងក្បាលម៉ាស៊ីនរបស់យើងបាទហើយលក្ខណៈពិសេសរបស់ technology active search គឺវាដំណើរការតាមរយៈទី1គឺវានឹងធ្វើការ detect មើលទាក់ទងទៅនឹង target អញ្ចឹងយើងធ្វើការ select នៅលើ target យើងមកហើយយើងចុចពាក្យ search ទៅវានឹងទៅរករូបភាពណាដែលប្រហាក់ប្រហែលទៅនឹងរូបភាពដែលយើងគូរហ្នឹងនៅក្នុង library ឬក៏នៅក្នុង database របស់ក្បាលម៉ាស៊ីនហ្នឹងបន្ទាប់មកទៀតវានឹងរករូបភាពណាដែលប្រហាក់ប្រហែល filter ឲ្យយើងចេញរូបមកបាទអាហ្នឹងគឺជាការដំណើរការរបស់ប្រភេទគេហៅថា technology active search ហើយលក្ខណៈពិសេសមួយទៀតប្រភេទក្បាលម៉ាស៊ីន NVR 5.0 ស៊េរីក្រោយហ្នឹងប្រភេទហ្នឹងគឺយើងមានជា slide playback បាទ slide playback នេះក៏មានភាពងាយស្រួលសម្រាប់ជូនបងដែរគឺ slide playback នេះគឺវាធ្វើការបែងចែក record ទៅតាមថ្ងៃទៅតាមម៉ោងបាទគឺផ្ដល់ភាពងាយស្រួលឲ្យបងក្នុងការស្វែងរកវីដេអូនិងងាយស្រួលមើលថាតើពេលណាដែលបងចាំបាច់ត្រូវមើលពេលណាដែលមានមនុស្សបានបងចង់មើលឬក៏មិនបាទឧទាហរណ៍ដូចនៅក្នុងរូបភាពនេះអញ្ចឹងជាទូទៅមួយថ្ងៃយើងមាន24ម៉ោងបាទមួយថ្ងៃយើងមាន24ម៉ោងអញ្ចឹងយើងអាច select យកថ្ងៃណាមួយហើយបងអាច select យកពេលវេលាម៉ោងណាមួយដែលបងចង់ស្វែងរកឬក៏បងអាចរើសយកទាំងអស់ហ្មងវានឹងចេញជា thumbnail 1ម៉ោងជូនបងឧទាហរណ៍ដាក់រូបនៅខាងលើនេះ5រូបអញ្ចឹងគឺមានន័យថាមួយរូបហ្នឹងនៅពេលដែលបងคลิกចូលមើលវីដេអូហ្នឹងទៅគឺវាមានរយៈថេរវេលា1ម៉ោងរយៈពេល1ម៉ោងបាទដល់ពេលដែលបងចូលទៅក្នុងអា1ម៉ោងទៀតទៅវាមានជានាទីនៅក្នុងហ្នឹងទៀត
បាទវាមានជានាទីយ៉ាងទៀតឧទាហរណ៍ថា1ម៉ោងមាន60នាទីវានឹងរិញចេញជា60 thumbnail មកនៅក្នុងហ្នឹងបងអាចคลิกនៅលើអាណាមួយហ្នឹងទៅគឺវានឹងបង្ហាញវីដេអូក្នុងរយៈពេល1នាទីហ្នឹងទៀតអញ្ចឹងបងងាយស្រួលក្នុងការស្វែងរកព័ត៌មានបាទងាយស្រួលស្វែងរកក្នុងការព័ត៌មានហើយងាយស្រួលក្នុងការ search ដោយសារវាបែងចែកពីថ្ងៃរហូតដល់24ម៉ោងប្រហែលពី1ម៉ោងរហូតដល់60នាទីទៀតអញ្ចឹងវានឹង detail ជូនយើងងាយស្រួលរកមែនតើដូចឧទាហរណ៍ថាយើងសង្ស័យថាប្រអប់ហ្នឹងបាត់នៅក្នុងពេលវេលាណាមួយពីម៉ោង10ដល់ម៉ោង11អញ្ចឹងនៅពេលដែលយើង search playback ចុចយកឆ្នាំចុចយកសុំទោសចុចយកឆ្នាំចុចយកខែចុចយកថ្ងៃហើយបង select យកជាម៉ោងបងអាចធ្វើការប្រៀបធៀបរូបភាពខុសគ្នាបានហើយថាតើ thumbnail ហ្នឹងបង្ហាញថាពីម៉ោង10ដល់ម៉ោង11គឺវាបាត់បើចេះទៅបងណាទុកហ្នឹងអញ្ចឹងយើងអាចស្វែងរកបានភ្លាមហើយយើងចុចនៅលើអាកាសរៀល1ម៉ោងហ្នឹងទៅវានឹងលិះចេញជារូប thumbnail 60រូបទៀតពេលគាត់ចូលឡើងចាប់កាមេរ៉ាវិញធ្វើអញពេញនៅអស់មកបានលឿនបាទណាជាស្រ័យបងអាចសូមជួយmood សលេងតិចបងដើម្បីកុំឲ្យយើងខុសសលេងគ្នាបាទចា៎នេះគឺជាគេហៅថា slide playback ដែលធ្វើការជួយសម្រួលដល់ការស្វែងរកវីដេអូឲ្យយើងកាន់តែងាយស្រួលជាងមុនដោយសារវាសម្រាយ thumbnail ឲ្យយើងបានកាន់តែច្រើនយើងអាចធ្វើការវិភាគហើយនឹងធ្វើការដឹងថាតើរៀងរាល់1ម៉ោងទៅ1ម៉ោងឬក៏រៀងរាល់1នាទីទៅ1នាទីតើវាមានអីប្រែប្រួលខ្លះនៅលើរូបភាពវីដេអូរបស់យើងបាទចឹងយើងចប់តាក់ទងទៅនឹង solution ហើយបាទយើងមាន3មិញយើងមានតាក់ទងនឹង smart search actual search ហើយនឹង slide playback បាទចឹងយើងចូលតាក់ទងទៅនឹងមុខងារគេហៅថា highlight បាទចឹងតាក់ទងទៅនឹងប្រភេទ actual search នេះយើងមានលក្ខណៈ search ជាច្រើនរបៀបទី1យើងមានជាប្រភេទ live view គេមាន attribute search event search និង slide playback បាទចឹងមុខងារទាំងអស់ហ្នឹងគឺ support បានទាំងនៅលើក្បាលម៉ាស៊ីន local តាម HDMI យើងប្រើជាមួយនឹង software license Hack Central Professional ក៏បានយើងប្រើជាមួយនឹង Hackonic Team Mode ក៏បានបាទ Hackonic Team Mode នេះខុសពី Hackonic Personal បងយើងខុសគ្នាព្រោះនៅពេលដែលបងតម្លើង Hackonic ទៅវានឹងសួរបងថាបងចង់ប្រើជា Personal Mode ឬក៏ចង់ប្រើជា Team Mode បាទបើបងចង់បានមុខងារទាំងអស់ហ្នឹងនៅលើប្រភេទក្បាលម៉ាស៊ីនហ្នឹងបងត្រូវរើសយកជាប្រភេទ Team Mode ទើបវា support function ហ្នឹងបាទចឹងយើងចូលទៅកាន់ចំណុចទី1គឺតាក់ទងទៅនឹង link acquisition search through live view បាទអញ្ចឹងបើពេលដែលបងកំពុងតែ live view នេះក៏បងអាចធ្វើការ search រកព័ត៌មានតាក់ទងនឹងមនុស្សឬក៏រថយន្តដែលដើរចូលមកក្នុងការ live view ឬដើរចូលមកក្នុងមុខកាមេរ៉ាយើងនឹងអាច search បានភ្លាមតែម្ដងអាហ្នឹងគេហៅថា actual search through live view បាទអញ្ចឹងបងអត់ចាំបាច់ចូលទៅកាន់ playback ទេបងគ្រាន់តែចុច actual search ទៅហើយបង track រង្វង់នេះនៅលើ object ណាមួយឬក៏មនុស្សណាមួយដែលបងចង់ search ហើយបងចុច click នៅលើរូបសញ្ញា search ហ្នឹងវានឹងធ្វើការ search រូបណាដែលតាក់ទងឬក៏ស្តៀងអ្នកហ្នឹងចេញមកឲ្យយើងបានភ្លាមតែម្ដងដែលយើងអត់ចាំបាច់ទៅចូលទៅ playback វិញមានន័យថាយើង search ភ្លាមតនហេតុការភ្លាមតែម្ដងបាទព្រោះជាទូទៅបើ NVR ស៊េរីចាស់ឬក៏ក្បាលម៉ាស៊ីនស៊េរីចាស់បងចង់ទៅ search រកម្នាក់ហ្នឹងបងត្រូវចូលទៅ playback វិញបានបងអាច search កើតប៉ុន្តែដល់ពេលម៉ាស៊ីនស៊េរីថ្មីនេះភ្លាមបងអត់ចាំបាច់ទៅចូល playback ទេបងគ្រាន់តែចុចពាក្យ actual search icon នៅខាងក្រោមនេះហើយវានឹងលោតចេញរង្វង់4ជ្រុងនឹងឲ្យយើងហើយបងអាច select យក search មនុស្សណាមួយដែលមានរង្វង់ហ្នឹងបង search ចុចលើ click ឲ្យប៊ូតុងហ្នឹងទៅវានឹងធ្វើការ search រករូបភាពណាដែលប្រហាក់ប្រហែលគាត់ចេញឲ្យបងមើលភ្លាមតែម្ដងបាទបន្ទាប់ពីយើងតាក់ទងទៅនឹង actual search through live view យើងចេញទៅដល់ចំណុចទី2គឺ actual search through attribute បាទអញ្ចឹងតាក់ទងទៅកន្លែងនេះគឺយើងអាចធ្វើការ search detail តាក់ទងទៅនឹងបុគ្គលមួយនៅក្នុងបាទគេហៅថា file management យើងអាចចូលទៅ file management ទៅយើងអាចធ្វើការ search យករូបភាពជនណាមួយតាមរយៈ actual search វានឹងបង្ហាញជាព័ត៌មាន detail ដូចដែលបានបង្ហាញនៅខាងក្រោមនេះអញ្ចឹងវាមានបង្ហាញយើងជាប្រភេទ
អាយុសបាក់សបាប្រហែលអាយុម៉ានគាត់មានពាក់វ៉ែនតាអត់គាត់មានពាក់ម៉ាស់អត់បាទហើយតើអាយុរបស់គាត់នៅក្នុងវ័យណាមួយឧទាហរណ៍ថាដូចជាក្មេងអាដាលឬក៏ចាស់អីចឹងទៅបាទហៅថាអាយុប្រវ័យក្មេងឬក៏ចាស់ហើយគាត់មានពាក់អាវពណ៌អីគេបាទគាត់មានយូរអីវ៉ាន់អីអត់បាទបើសិនជាមនុស្សវិញយើងមានដូចជា detect ដឹងថាឡានហ្នឹងគាត់ម៉ាកអីគេប្រភេទជាប្រភេទឡានអីគេពណ៌ឡានហ្នឹងពណ៌អីគេមាន license plate ផ្លាកលេខឡានលេខប្រមាណបាទហើយពណ៌ផ្លាកលេខឡានហ្នឹងជាពណ៌អីគឺវាធ្វើការបង្ហាញជូនយើងនៅលើហ្នឹងតែម្ដងបាទអញ្ចឹងអានេះគឺជាព័ត៌មាន detail បាទគឺជាព័ត៌មាន detail សុំទោសផងមិនបានទៅចេញខ្វែងហ្នឹងអញ្ចឹងបាទចឹងបងតន់តាក់តងនឹងកន្លែងactual search through attribute នេះណាបងគឺមានន័យថាវានឹងទៅ search រកព័ត៌មាន detail តាក់ទងទៅនឹង object ហ្នឹងឧទាហរណ៍ថាបើបង search តាក់ទងនឹងមនុស្សវានឹងបង្ហាញព័ត៌មាន detail របស់មនុស្សបើបង search តាក់ទងទៅនឹងរថយន្តវានឹងបង្ហាញព័ត៌មាន detail របស់រថយន្តអញ្ចឹងបងទទួលបានព័ត៌មានកាន់តែលម្អិតតាក់ទងទៅនឹង target ឬក៏ object ដែលបងចង់ search ហ្នឹងបាទហើយតាក់ទងនឹងចំណុចទី3គឺ actual search through event type បាទអញ្ចឹងបើសិនជាបងកំណត់record បងជាលក្ខណៈប្រភេទ event បងអាចធ្វើការ search តាមរយៈ event បានឧទាហរណ៍ថាបងចង់ search ចុចនៅក្នុងកន្លែង file management ហ្នឹងមករកពាក្យថា event search ហើយបង select ជាប្រភេទឧទាហរណ៍ថាបងកំណត់ event បងជាប្រភេទ motion detection ឬក៏ line crossing ឬក៏ intrusion detection អីបងអាច select យកប្រភេទ event type នឹងមួយមកហើយបងចុចពាក្យ actual search មកវានឹងធ្វើការ search រកព័ត៌មាននឹងបានភ្លាមៗតែម្ដងបាទអានេះយើង search តាមរយៈ event បាទហើយចំណុចមួយទៀតគឺតាក់ទងទៅនឹង actual search through slide playback បាទអញ្ចឹងនៅពេលដែលបងចូល slide playback បងបង្ហាញបងនឹងឃើញជាការបង្ហាញជាប្រភេទ thumbnail ច្រើនចេះហើយ thumbnail ច្រើននេះគឺមានន័យថា thumbnail មួយគឺរយៈពេល1នាទីអញ្ចឹងបើសិនជាចេញ60 thumbnail គឺមានន័យថាវាស្ថិតនៅក្នុងរយៈពេល1ម៉ោងឬក៏បងអាច search ក្នុងមួយថ្ងៃវាបង្ហាញជា24ម៉ោងក៏បានបាទអញ្ចឹងនៅពេលដែលបងឃើញចេញជា thumbnail បែបនេះបងអាចធ្វើការ select យកពេលវេលាណាមួយហើយបងអាច play វីដេអូហ្នឹងហើយបងអាចចុចពាក្យថា actual search បន្ទាប់មកទៀតបងអាចធ្វើការ search នៅលើរូបម្នាក់ហ្នឹងវានឹងទទួលបានវានឹងទៅ filter រកព័ត៌មានម្នាក់ហ្នឹងបានភ្លាមតែម្ដងបាទអានេះគឺជាការ search នៅក្នុង software Hexentral Professional ដែលជា software ប្រើ license បាទយើងអាចធ្វើការចូលទៅចុច smart search បានដូចគ្នាឬក៏អាចចូលទៅចុចពាក្យថា actual search បានដូចគ្នាវាមាន icon នៅខាងលើកន្លែងយើង playback ឬក៏កន្លែងយើង live view នឹងបានបាទយើងអាចចុចវាបានពេលដែលបងចុចហើយវានឹងចេញជាព័ត៌មានឲ្យយើងនៅខាងស្ដាំដៃបែបនេះបាទអាហ្នឹងសម្រាប់ software ដែលប្រើ license ណាបងបាទហើយបើសិនជានៅលើ Hexanex Team Mode យើងអាចធ្វើការ search នៅលើ playback បានដូចគ្នាយើងអាចចូលមក select កាមេរ៉ាណាមួយហើយយើងចុចពាក្យ search ទៅបាទវានឹងចេញជាព័ត៌មាន detail ឲ្យយើងឃើញនៅលើនឹងដែរបាទអញ្ចឹងខ្ញុំ play វីដេអូឲ្យបងមើលបន្តិចយើងចុចចូលវីដេអូមកបាទហើយយើងរើសកាមេរ៉ាណាមួយបាទអញ្ចឹងយើងចង់ចូលយើងចូល playback មកបាទ
ពេលដែលយើងចូល playback ហើយយើងចុចពាក្យ smart search បាទហើយយើងគូនៅលើ object ឬក៏កន្លែងណាមួយដែលយើងចង់ search មើលថាតើទីតាំងហ្នឹងមានអីប្រែប្រួលអត់បាទឬក៏មានធ្លាប់មនុស្សណាដើរកាត់ទីតាំងហ្នឹងអត់វានឹងចេញជាred bar មកឲ្យយើងចាក់តនឹង record ហ្នឹងវាចេញ record ពណ៌ក្រហមបាទតទៅចេញ record ពណ៌ក្រហមហើយបើសិនជាបងចង់ search ម្នាក់ហ្នឹងម៉ោងហ្នឹងនៅពេលដែលគាត់ដើរកាត់ហ្នឹងគាត់ធ្លាប់មានឆ្លងកាត់កាមេរ៉ាណាផ្សេងឬក៏ធ្លាប់មាននៅក្នុង record យើងពីមុនមកអត់យើងអាចធ្វើការចុចតាក់ទងនឹង actual search នៅខាងនេះបានបាទបាទវានឹងចេញជារូបភាពព័ត៌មានដែលតាក់ទងទៅនឹងបុគ្គលម្នាក់ហ្នឹងឬក៏ target ដែលយើងបានគូហ្នឹងបាទបាទហើយចំណុចបន្តទៀតយើងចូលតាក់ទងទៅនឹង product list នេះគឺជាប្រភេទកាមេរ៉ាដែល support តាក់ទងទៅនឹងក្បាលម៉ាស៊ីនប្រភេទ smart actual search ឬក៏ actual search ហ្នឹងបាទបងអាចធ្វើការ select យកប្រភេទកាមេរ៉ាទាំងអស់ហ្នឹងបានបាទដែល version វាគឺចាប់ពី version 5.7.1 5.7.17 បាទឬក៏អាចថាកតុយចាប់ពី version ហ្នឹងទៅតាមប្រភេទ series ឧទាហរណ៍ថាពី series បងអាចមើលតាមហ្នឹងទៅបាទក្បាល2កតុយ 3G2 យើងអាចមើលតាម model ទាំងអស់ហ្នឹងមកហើយយើងមាន3 series ហើយតាក់ទងទៅនឹងក្បាលប្រភេទ series ខ្ពស់ដូចជា deep in view camera យើងមានរហូតដល់7 series បាទហើយយើងមានពពួក PT set ដូចគ្នាសិតតែ support ជាមួយនឹងក្បាលម៉ាស៊ីននឹងទាំងអស់បាទបងអាហ្នឹងមាននៅលើតា DVR ឬក៏ទាំងអស់ទាំង NVR ទាំង DVR បច្ចុប្បន្នគឺនៅលើក្បាល NVR បងតែ DVR អត់មានទេបងបាទអត់តាន់ទេអូខេចុះបងអាហ្នឹងប្រើមួយកាមេរ៉ាអត់ Activision វា support របបប្រើតើតបងប្រើមួយកាមេរ៉ាពពួកដែលគេ recommend នេះបងនេះបាន version firmware វាខ្ពស់អាច support ជាមួយនឹងមុខងាររបស់ក្បាលម៉ាស៊ីនហ្នឹងបងចូលទៅឆែកមើលទៅវាយ model DS2CD2 ហើយដាក់ចុចពី 3G2 អញ្ចឹងមកវានឹងចេញ model ហ្នឹងឲ្យបងឃើញហើយជាទូទៅកតុយ3កតុយ6កតុយ7ពួកពីសេរីឥឡូវដូចជាគេ update ទៅ actual set នេះបើកតុយជាទូទៅកតុយ6 actual set កតុយ7 color view តែប្រហែលជាពពួកហ្នឹងឥឡូវគេ upgrade ទាំង color view ទាំង actual set ចូលគ្នាខ្លះដែរអញ្ចឹងហ៎បងអញ្ចឹងបងចង់បានmodel ពេញបងអាចចូលទៅ search ទៅបងវាយពាក្យថា DS2CD ហើយវាយលេខអាហ្នឹងចូលមកបាទវាយអាហ្នឹងចូលមកវានឹងចេញ model ហ្នឹងមកហើយនេះគឺជាក្បាលម៉ាស៊ីនដែល support មុខងារទាំងអស់ហ្នឹងបាទបងអាចរើសតាម model នីមួយៗដែលបងចង់បានគេមាននៅក្នុងនេះហើយមានសេរី M ប្រភេទ model សេរីនេះគឺអត់ support ទេគេដាក់ខ្វែងចេះមានន័យថាអត់ support កាលណាដែលគេដាក់ tick គឺមានន័យថា support បាទអញ្ចឹងយើងមើលតាមតារាងហ្នឹងទៅបងអាចធ្វើការថតឬក៏short screen ទុកទៅបាទបងអាចងាយស្រួលក្នុងការទៅស្វែងរកវាបានពីខាងតំណាងចែកចាយបាទអញ្ចឹងប្រភេទ model ទាំងអស់ហ្នឹងគឺគេធ្វើការ train វារួចហើយបាទមានអ្នកខ្លះ train រហូត model ខ្លះ train រហូតដល់
6 លាន target មានន័យថា object ទាំងឡានទាំងមនុស្សហ្នឹងគេដាក់ឲ្យវា learning ណាបាទឲ្យវា score ថាជាមនុស្សជាឡានជាមនុស្សពាក់អាវពណ៌អីជាមនុស្សស្រីឬក៏មនុស្សប្រុសវ័យប្រហែលសបាអាយុប្រមាណដែរគេដាក់ឲ្យវារៀនណាបាទជា algorithm ដែលធ្វើការរៀននៅលើក្បាលម៉ាស៊ីនមួយគេបង្ហាញនៅលើហ្នឹងបាទហើយថ្ងៃអនាគតទៅគេនឹងបង្រៀនវាបន្ថែមទៀតបាទប៉ុន្តែបច្ចុប្បន្នគេបង្ហាញត្រឹមប៉ុណ្្នឹងសិនបាទហើយតាក់ទងទៅនឹង model ទាំងអស់ហ្នឹង model ណា support អាមុខនេះអស់ហ្នឹងប្រហែល channel គេប្រាប់នៅលើហ្នឹងហើយបាទគេមានបញ្ជាក់បាទឧទាហរណ៍ថាដូចក្បាលម៉ាស៊ីនជាទូទៅយើងប្រើពួក Series M ធម្មតា 76 NXi-M អញ្ចឹងទៅអញ្ចឹងក្បាលម៉ាស៊ីនហ្នឹងគេដាក់ថាកតុយអក្សរ V Pro បាទអញ្ចឹងអាហ្នឹងគឺអាច support បាន4 channel 2 megapixel បន្តមកទៀតបើ model លើហ្នឹង 77 NXi-M V Pro អាច support បាន4 channel 2 megapixel បាទអញ្ចឹងវាមានទៅតាមប្រភេទទៅតាម model វាបាទអញ្ចឹងបងចង់ឲ្យវា support កាន់តែច្រើនបងអាចរើសយក model កាន់តែខ្ពស់ទៅវានឹង support បានកាន់តែច្រើន channel ហើយបាទប្រូខ្ញុំសុំសួរមួយបាទតកតងមួយនឹងមុខងារ Q search ជាមួយនឹង smart search មិនហ្នឹងលុះត្រាតែយើង select យក IP camera ដែលវាមានមុខងារហ្នឹងជាមួយនឹងម៉ាស៊ីន NVR ដែលមានមុខងារហ្នឹងទើបយើងអាចប្រើប្រាស់បានឬក៏យ៉ាងម៉េចដែរបាទត្រូវហើយបងត្រូវរើស model camera ដែលខ្ញុំបានបង្ហាញនៅកន្លែងនេះហើយនឹងក្បាល NVR ទាំងអស់នេះបាទបើសិនជាត្រឹមតែ Acusen ធម្មតាអត់មានណា Smart Search ឬក៏ Acusen ហ្នឹងទេជាមុខងារ Acusen ធម្មតាយើងអាចប្រើកាមេរ៉ាអីក៏បានដែរវាអត់រើសទេបងប៉ុន្តែបើចង់បាន Smart Search ឬក៏ Acusen ហ្នឹងយើងអាចរើសជាមួយនឹងប្រភេទកាមេរ៉ាទាំងអស់នេះ model ទាំងអស់នេះយើងយកកាមេរ៉ាហ្នឹងហើយតលតែក្បាលម៉ាស៊ីនរបស់យើងហ្នឹងនៅក្នុង list ដែល Pro បង្ហាញមិញហ្នឹងត្រូវបាទនៅក្នុង list អស់នេះបងបាទអូខេមួយហើយតកតងមួយនឹងអាមុខងារហ្នឹងគឺយើងអត់អាចប្រើវាគ្រប់កាមេរ៉ាទេត្រូវទេបាទអត់អាចបានគ្រប់ channel ទាំងអស់ហើយបងរើសតាម model វាទៅវាមានប្រាប់ limit របស់វាថាបានប្រហែល channel ប្រហែល channel ទៅតាមប្រភេទ model វាបាទអូខេណាចូលបានអរគុណបាទចឹងចំណុចចុងក្រោយខ្ញុំនឹងបង្ហាញជូនបងតទៅនឹង recommend solution បាទនៅតាមទីតាំងបាទអញ្ចឹងបើសិនជាបងបាទមានទីតាំងតាក់ទងទៅនឹងឧទាហរណ៍ដូចជា warehouse បាទជាឃ្លាំងទុកអីវ៉ាន់ទុកអីយ៉ាងទៅយើងអាចជ្រើសរើសកាមេរ៉ាទៅតាមទំហំឧទាហរណ៍ថាចាប់ពី1000ទៅ2000 ម៉ែត្រការ៉េហើយកាមេរ៉ាយើងអាចតម្លើងចាប់ពី10ទៅ30កាមេរ៉ាហើយមួយថ្ងៃអាចមានមនុស្សបាទច្រើនជាង100នាក់ចេញចូលទៅដល់10000នាក់យើងអាចប្រើប្រាស់ជាមួយនឹងប្រភេទកាមេរ៉ាដែលគេ recommend នៅលើនេះអាចប្រើជាមួយនឹងពពួកពីសេរី IP ឬក៏មានជាមួយនឹងលាយ PTZ ហើយលាយនឹងក្បាលម៉ាស៊ីនយើងដែល support យើងអាចដាក់ជាមួយនឹងទីតាំងបែបហ្នឹងបានបាទឬក៏តាមហាងតាម hotel ឬក៏តាម shopping mall អីយើងអាចរើសទៅតាម model រើសទៅតាម scenario ហ្នឹងគេបង្ហាញជូនបងថាគួរអាចប្រើប្រមាណគ្រាប់ដាក់ប្រមាណគ្រាប់អីបងអាចមើលលើនឹងបានចឹងឧទាហរណ៍ថាដូចនៅតាមកន្លែង retail កន្លែងលក់អីវ៉ាន់លក់អីចឹងជាលក្ខណៈប្រភេទទូចទំហំពី20ទៅ30ម៉ែត្រការ៉េ
យើងអាចតម្លើងកាមេរ៉ាប្រភេទហ្នឹងអាចពី4ទៅ8គ្រាប់អីចឹងទៅហើយមនុស្សចេញចូលមួយថ្ងៃអាចចាប់ពីចន្លោះ100ទៅ500នាក់ឬក៏បើសិនជាច្រើនរហូតដល់10000នាក់យើងអាចធ្វើការដាក់កាមេរ៉ាដែលទីតាំងសំខាន់ដែលយើងចង់ដាក់ហ្នឹងអាចដាក់ប្រើជាមួយនឹងពពួកពីស៊េរី IP ជាមួយនឹងក្បាលម៉ាស៊ីន K series NVR ដែល support Smart Search និង Actual Search ហ្នឹងណាបងបាទអញ្ចឹងក្បាលម៉ាស៊ីនហ្នឹងកាលណាដែលយើងដាក់វាទៅវា record បានកាន់តែច្រើនទទួលបានព័ត៌មានមនុស្សកាន់តែច្រើនវាកាន់តែមានភាពឆ្លាតវៃវាងាយវា search កាន់តែលឿនបាទអញ្ចឹងឧទាហរណ៍ថាយើងចង់ដឹងថាមនុស្សម្នាក់ហ្នឹងដើរកាត់ហាងយើងមួយថ្ងៃហ្នឹងគាត់ដើរកាត់ប្រហែលដងអញ្ចឹងយើងអាចចូលទៅកន្លែងSmart Search ហើយយើងចុចពី Actual Search ទៀតទៅដឹងហើយថាគាត់ធ្លាប់ដើរកាត់ហាងយើងប្រហែលដងគាត់ដើរកាត់ថ្ងៃណាខ្លះម៉ោងណាខ្លះអីយើងអាចដឹងបាទឬក៏នៅក្នុងហាងមានបាត់អីវ៉ាន់បាត់អីចឹងទៅយើងអាចចូលទៅកន្លែង Smart Search ទៅយើងគូទីតាំងរង្វង់នៅកន្លែងដែលអីវ៉ាន់ដែលយើងបាត់ហ្នឹងយើងអាចដឹងថាអ្នកណាគេដើរចូលទៅកន្លែងហ្នឹងដើម្បីលួចអីវ៉ាន់ហ្នឹងហើយយើងអាចចូលទៅ Actual Search គូនៅលើរូបម្នាក់ហ្នឹងដើម្បីទទួលបានរូបផ្សេងទៀតដែលតាក់ទងនឹងម្នាក់ហ្នឹងដើម្បីទទួលបានព័ត៌មាន detail ពីគាត់បាទចឹងអាហ្នឹងគឺជាភាពងាយស្រួលនិងជួយសម្រួលដល់ការ search រកព័ត៌មានតាក់ទងនឹង video record យើងបាទបងមួយទៀតប្រព័ន្ធមើលការយើង search ហ្នឹងពិតជាសនុកហ្នឹងណាឧទាហរណ៍បងនិយាយមិញថាគេដើរកាត់ហាងប្រហែលដងហ្នឹងបើសិនជា HD យើងផ្ទុកបានមួយខែឬក៏ក្រុមហ្នឹងបើសិនជារូបថតស្លឹកហ្នឹងយើងអាចផ្ទុកលើហ្នឹងឯងឬក៏មិនដែរមានផ្ទុករូបថតហ្នឹងគឺវាចំណាំបានបងបាច់ជាទូទៅក្បាលម៉ាស៊ីនមួយហ្នឹងគឺគេមាន library គេទុករូបហ្នឹងបងអញ្ចឹងបងអាចដាក់រហូតដល់ full library ហ្នឹងអញ្ចឹងបើសិនជាមនុស្សហ្នឹងគាត់ជាទូទៅមួយថ្ងៃប្រហែលជាគាត់មិនអាចដើរកាត់ប្រហែលជា100 200ដងទេអញ្ចឹង library របស់ក្បាលម៉ាស៊ីនមួយវាមានទំហំធំបងអាចទុកបានរយៈពេលយូរណាស់រាប់សិបខែអញ្ចឹងមានន័យថាដល់ពេលដែលយើងត្រូវការ playback មើលវីដេអូហ្នឹងទៅវាមានទាំងថតស្លឹកហ្នឹងទោះបីHD យើងអត់ផ្ទុកដល់មួយខែក៏យើងនៅតែអាចមើលថតស្លឹកហ្នឹងបានដែរតើអត់បាទឲ្យតែ library យើងអត់ full គឺវានៅមានរូបហ្នឹងហើយយល់ហើយចឹងនេះគ្រាន់តែជាsolution ដែលខ្ញុំចង់បង្ហាញជូនបងទីតាំងមួយបាទឧទាហរណ៍ថាតែមិញហ្នឹងដូច retail shop អញ្ចឹងទំហំចាប់ពី1000ទៅ2000ម៉ែត្រការ៉េមនុស្សដើរចេញចូលមួយថ្ងៃប្រហែលជា100ដងឬក៏អ្នកចេញចូលហ្នឹងក្រៅ10000ដងក្នុងមួយថ្ងៃអីយើងអាចប្រើប្រាស់ជាមួយនឹងប្រភេទsolution ពពួក K series បាទដោយសារ K series វារៀងធូរថ្លៃជាងពពួក I series អញ្ចឹងយើងអាចប្រើប្រាស់ជាមួយនឹងប្រភេទ K series ជាមួយនឹង Actual Sense ហ្នឹងមកហើយប្រើជាមួយនឹងប្រភេទកាមេរ៉ាដែលខ្ញុំបានជំរាបជូនបងមកតែវានឹង support ទៅតាមចំនួន channel របស់ដែលវា support យើងអាចចូលទៅ search មើលព័ត៌មានទាំងអស់ហ្នឹងបានយើងអាចដឹងថាទីតាំងណាមួយមានបាត់របស់ឬក៏មានបាត់អីអាច search រកម៉ោងណាមួយជាក់លាក់ងាយស្រួល search យើងអាចដឹងថាម្នាក់ហ្នឹងគាត់ធ្លាប់ឆ្លងកាត់ហាងយើងប្រហែលដងហើយដឹងថាគាត់ឆ្លងកាត់ម៉ោងណាខ្លះបាទយើងទទួលបានព័ត៌មានទាំងអស់ហ្នឹងអញ្ចឹងយើងអាចយកព័ត៌មានទាំងអស់ហ្នឹងយកមក analyze យកមកធ្វើជា report បានបាទអញ្ចឹងដូចជាតាក់ទងទៅនឹង training ហ្នឹងអស់ហើយបងណាមានចង្អល់អីខ្ញុំអាចសួរខ្ញុំបានខ្ញុំនឹង play back ទៅកាន់ចំណុចមុនវិញបាទខ្ញុំសុំសួរមួយទៀតតាក់ទងមួយ license លើមុខងារ Actual Search ជាមួយនឹង Smart Search ហ្នឹងយើងអត់ចាំបាច់ទិញទេឬក៏វាត្រូវកំណត់ឲ្យយើងទិញក្នុងការប្រើប្រាស់វាហ្នឹង
អត់មាន license អីទេបងអាហ្នឹងមុខងារហ្នឹងគឺវាមាននៅលើក្បាលម៉ាស៊ីនហើយនឹង support ជាមួយនឹងកាមេរ៉ាដែលខ្ញុំបាន recommend ជូនបងនឹងតែម្ដង បាទអូខេ អត់មានត្រូវការ license អីទេបង បាទអរគុណ សួស្តីបងសួស្តី បាទ បងហើយសុំមួយតកតងជាមួយនឹងអឺ Action Search ឬក៏តកតងមួយ Smart Search ហ្នឹងអាហ្នឹងវាជាប្រភេទ online search ឬក៏ជា offline search ចឹងណានៅក្នុង បងវាមានទាំងពីរបងវាមានទាំងពីរបងអាច search តាម offline ក៏បាន online ក៏បានតែបើបងប្រើ online បងត្រូវប្រើ Hikanic ជាលក្ខណៈ team mode Hikanic yes បាទ Hikanic team mode បាទបងណាមានសំណួរអីបន្ថែមទៀតទេបងមានសំណួរ សូមសួរមួយទៀត បាទ តកតងមួយមុខងារហ្នឹងមិញប្រូប្រាប់ថានៅតាមម៉ាស៊ីន NVR ហ្នឹងវាមាន limit channel របស់វាទៅតាម model ណា បាទអញ្ចឹងអាហ្នឹងយើងចូលទៅ enable មុខងារហ្នឹងនៅកន្លែងណាដែរសម្រាប់ channel ដែលយើងចង់បានបងអាចចូលទៅក្នុងកន្លែងបងអាចចូលទៅ search វានៅតាមកន្លែង event សំទោសមិនមែន search ទេ enable វាទៅតាមកន្លែង event ព្រោះជាទូទៅយើងមិនមានជា event motion detection អីយ៉ាងទៅអញ្ចឹងនៅក្នុង motion detection ហ្នឹងបង enable លើ channel ណាមួយវានឹងដំណើរការលើ channel ហ្នឹងហើយនៅត្រង់ហ្នឹងវាមានដាក់ active search ឲ្យយើងទៅ enable តែម្ដង active search ទេបងគ្រាន់តែ enable event ទៅនៅពេលដែលមានមនុស្សឬក៏រថយន្តមកវាដឹងថាហ្នឹងជាមនុស្សឬក៏រថយន្តហើយដល់បងចូលទៅ playback ទៅចាំបងចុចsmart search ឬក៏ active search ហ្នឹងអញ្ចឹងបានថាឧទាហរណ៍ថាក្បាលម៉ាស៊ីនហ្នឹងវាមាន limit ឲ្យ4 channel អញ្ចឹងកន្លែង event ដែលយើងអាច enable ហ្នឹងគឺបានតែ4ទេបាទenable អាហ្នឹងទៅ4យើងអាច search smart search និង active search បានប៉ុន្តែបើ event ផ្សេងទៀតលើ channel ផ្សេងទៀតវាអាស្រ័យទៅលើក្បាលម៉ាស៊ីនបងអាច enable បើសិនជាវា support ច្រើនបងអាច enable មុខងារ event ផ្សេងទៀតអញ្ចឹងទៅអូខេបាទអរគុណមិនមានន័យថាយើង enable តែ4 channel ហ្នឹងទៅអាមុខងារ event ផ្សេងឡើងដើរណាបងបើសិនជាក្បាលម៉ាស៊ីនហ្នឹងវាមានមុខងារអីផ្សេងទៀតយើងអាច enable លើកាមេរ៉ាផ្សេងទៀតឲ្យដើរមុខងារផ្សេងទៀតហ្នឹងទៅប៉ុន្តែការ search smart search និង active search គឺវា support ទៅតាម limit របស់ channel របស់ក្បាលម៉ាស៊ីនមួយវាមាន channel វាប្រាប់ថាប្រហែល channel ប្រហែល megapixel អញ្ចឹងទៅបាទបាទមានបងណាមានចម្ងល់អីទៀតទេបងបងដែលមកក្រោយអត់ទាន់បានធ្វើការ check in តាម Hack Partner Pro អាចសូមជួយបើក Hack Partner Pro ឲ្យបងជួយ scan check in តិចទេបងស្ដីជាងបងអាហ្នឹងបើកមិនទៅបងចូល Hack Partner Pro បងមកហើយបងចុចយកពីប៊ូតុងបូកមួយដើម្បី scan ណាបងនៅយើងកន្លែងយើង add device យកបងបង scan QR code ហ្នឹងទៅវា load ឲ្យបងធ្វើការ submit ទៅវាបានបន្ទុកឲ្យបង submit បងណាដែលឧស្សាហ៍បានចូល training ច្រើនរៀងរាល់ចប់ quarter 3 ខែម្ដងឬក៏6 ខែម្ដងអីទៅក្រុមការងារនឹងធ្វើការ search រកតើបងណាអាសាចូលបានច្រើនជាងគេនឹងបានរង្វាន់ផ្ញើជូនឲ្យរង្វាន់នេះគេបង16 Pro Max មែនអត់ទៀងទេបងរង្វាន់អត់ទៀងទេចង្ការទៅឥឡូវ
ជួនកាលទៅបានខ្នើយជួនកាលទៅបានសឡុងអីចឹងហ៎បង យកពូកវិញបងផល្លា ឡានខ្លាញ់គោបង បាទអា ឡា ទៀ ន ង ខ្លា ឯ ញ់ ងប គោ ង ហ៎ អាទៀងឯង ចាំមើលខ្ញុំទៅ select មើលឲ្យកូនខ្ញុំដើរណាសមហើយឥឡូវមិននៅគួរត្រូវហើយនេះនៅគួរត្រូវ គួរត្រូវណានៅបេហូបេហូ ហើយហូចិត្តគួរត្រូវចុះ ថាជិតគួរត្រូវ ខ្ញុំ ណា នៅ គួរ ម៉ា ត្រូវ ក្រូ 6A បងមូគួរត្រូវ បងណាដែលអត់តបាន scan អាចសុំជួយ scan ប្រហើយណាបងហើយ training ថ្ងៃហ្នឹងយើងចប់ហើយបើបងណាមានសំណួរតាក់ទងអីអាចសួរបន្ថែមបានបងអត់អីទេតាក់ទងនឹង topic មេរៀនថ្ងៃហ្នឹងបាទ training ថ្ងៃហ្នឹង ក៏មាន slide មាននេះហ៎ វីដេអូហ្នឹងខ្ញុំ record ទេបងពេល training ចប់ខ្ញុំនឹងផ្សាយឲ្យក្រុមការងារខ្ញុំគាត់ប្រហែលជា upload វីដេអូហ្នឹងចូលទៅក្នុង YouTube ឬក៏នៅក្នុង channel Hikvision អូខេ បាទ ស្ដីជាងខ្ញុំមានសំណួរមួយ បាទបង ចង់សួររូបភាពដែលយើង save ក្នុង library ហ្នឹងវា save ទៅក្នុង GUI របស់ NVR ឬក៏ save ក្នុង hard disk ណាព្រោះយើងគិតទុកថាវាពេលដែលយើងដូរ hard disk ឬក៏ hard disk នឹងខូចតែរូបភាពដែលយើងចាប់ពី smart search ហ្នឹងវាបាត់អត់ គេទូទៅវាសៅនៅក្នុងក្បាលម៉ាស៊ីនទេបងព្រោះ library ហ្នឹងគឺវា built in នៅក្នុងម៉ាស៊ីនហ្នឹងហ្មង អូខេអញ្ចឹង solution ហ្នឹងល្អពេលយើងដូរ hard disk ខូច hard disk អត់បាត់ទៅណី បាទ អូខេអរគុណ មានបងណាមានសំណួរអីបន្ថែមទៀតទេបង ចុះបងអាម៉ាស៊ីនហ្នឹងបើសិនជាយើងមានបញ្ហាយើង upgrade វាទៅអាចបាត់អា library ហ្នឹងអត់ក៏មិនដែរ upgrade វាអត់អីទេបងកុំឲ្យតបង reset ម៉ាស៊ីនឬក៏ restore ម៉ាស៊ីននឹងចោល យល់ បាទ upgrade firmware ជាទូទៅអត់ប៉ះពាល់អីជាមួយនឹង record ទេបង ហើយអញ្ចឹងមាននឹងឲ្យប៉ុណ្ណឹង បាទអញ្ចឹងបើសិនជាអត់អស់ចម្ងល់ហើយខ្ញុំសូមបញ្ចប់ training ត្រឹមប៉ុណ្ណឹងហើយអរគុណបងទាំងអស់គ្នាដែលបានចូលរួម training ថ្ងៃនេះហើយសង្ឃឹមថាបងនឹងបានចូលរួមនៅ training លើក្រោយទៀតបាទអញ្ចឹងខ្ញុំសូមបញ្ចប់ training ត្រឹមប៉ុណ្ណឹងបាទអរគុណច្រើនបងជំរាបលា បាទអរគុណច្រើន បាទ